ជាដំបូងខ្ញុំបាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនប្រជាកសិករដែលស្រឡាញ់នៅវិស័យកសិកម្មជាពិសេសគឺជាអ្នកដែលចិញ្ចឹមសត្វគោហើយថ្ងៃនេះដែរខ្ញុំបាទនឹងសូមលើកប្រធានបទមួយទាក់ទងជាមួយនឹងវិស័យចិញ្ចឹមគោនៅក្នុងប្រទេសកម្ពុជានិងការអភិវឌ្ឍការចិញ្ចឹមរបស់ពុកម៉ែបងប្អូនប្រជាកសិករទៅបែបទំនើបអញ្ចឹងយើងចង់ដឹងថាតើការវិវត្តរបស់ប្រជាកសិករទៅបែបទំនើបហ្នឹងវាយ៉ាងម៉េចអញ្ចឹងពុកម៉ែបងប្អូនសូមតាមដានទស្សនានៅវីដេអូនេះពីដើមរហូតដល់ចប់ពុកម៉ែបងប្អូនប្រជាកសិករប្រកាសជាដឹងហើយក៏ធ្លាប់បានឆ្លងកាត់ហើយថាវិស័យចិញ្ចឹមគោនៅក្នុងប្រទេសកម្ពុជារបស់យើងពីមុនគឺពិតជាមានសារៈប្រយោជន៍ខ្លាំងមែនទែនសម្រាប់ពុកម៉ែបងប្អូនប្រជាកសិករដែលក៏រស់នៅទីតាមជនបទហើយការចិញ្ចឹមគោនេះគឺភាគច្រើនគឺគាត់ប្រើជាកម្លាំងអូសទាញសម្រាប់នឹងធ្វើស្រែចម្ការដែលជំនួសដល់កម្លាំងពលកម្មរបស់ពុកម៉ែបងប្អូនប្រជាកសិករហើយនឹងសល់ពីកម្លាំងអូសទាញនេះគឺគាត់អាចលក់ដើម្បីនឹងជាប្រភពចំណូលមួយសម្រាប់ចូលនៅក្នុងគ្រួសារគាត់ដែរហើយយើងឃើញថាពេលបច្ចុប្បន្នការចិញ្ចឹមគោរបស់ពុកម៉ែបងប្អូនប្រជាកសិករមួយចំនួនគឺគាត់នៅតែពឹងផ្អែកទៅលើវិធីសាស្ត្រនៃការចិញ្ចឹមបែបប្រពៃណីដូចជាការប្រឡែងចោលការខ្វៀលនៅតាមទីវាលហើយពុកម៉ែបងប្អូនប្រជាកសិករមួយចំនួនគឺនៅរដូវប្រាំងគឺមិនខ្វៀលទេគឺនៅតែប្រឡែងចោលនៅតាមទីវាលហើយល្ងាចបានទៅដេញឬក៏ពុកម៉ែបងប្អូនខ្លះល្ងាចមិនទាំងទៅដេញផងឲ្យគោនឹងដេកនៅតាមព្រៃនៅតាមផ្សៃសម្រាប់ពុកម៉ែបងប្អូនដែលនៅតែប្រើប្រាស់វិធីសាស្ត្របែបនេះខ្ញុំគិតថាការចិញ្ចឹមគោរបស់ពុកម៉ែបងប្អូនប្រជាកសិករគឺมันបានផលចំណេញច្រើនដូចជាគេចិញ្ចឹមជាលក្ខណៈដែលអាជីវកម្មនោះទេពុកម៉ែបងប្អូនបាទព្រោះថាការចិញ្ចឹមជាលក្ខណៈអាជីវកម្មគឺយើងត្រូវការមើលថែឲ្យបានដិតដល់មានបច្ចេកទេសនៃការចិញ្ចឹមដែលរាប់ចាប់តាំងពីការធ្វើទ្រុងទាំងការពារពីជំងឺសម្រាប់ពុកម៉ែបងប្អូនប្រជាកសិករដែលមានចំការស្វាយចន្ទីមិនថាចំការដំឡូងឬក៏ចន្ទីទេខ្ញុំគិតថាពុកម៉ែបងប្អូនប្រជាកសិករពិតជាពិសេសខ្លាំងមែនទែនខ្ញុំបាទសូមធ្វើការលើកទឹកចិត្តពុកម៉ែបងប្អូនប្រជាកសិករឲ្យនៅតែបន្តនៅក្នុងការចិញ្ចឹមគោជាលក្ខណៈគ្រួសារក្តីជាលក្ខណៈអាជីវកម្មក្តីហើយវាគឺជាប្រភពចំណូលមួយសម្រាប់ពុកម៉ែបងប្អូនប្រជាកសិករខ្លាំងមែនទែនពីព្រោះថាកាលណាដែលយើងមានចំការបែបនេះគឺយើងមិនពិបាកនៅក្នុងការដែលចំណាយកម្លាំងរបស់យើងទៅតាមខ្វៀលឬក៏មើលថែដិតដល់ខ្លាំងប្រហែលទេហើយសំខាន់គឺពុកម៉ែបងប្អូនត្រូវយកចិត្តទុកដាក់ទៅលើការពារទៅលើជំងឺក៏ដូចជាការចាក់ថ្នាំទម្លាក់នៅពពួកប៉ារ៉ាស៊ីតមួយចំនួននៅក្នុងខ្លួនរបស់វាហើយការសម្អាតទ្រុងនឹងទីកន្លែងនឹងយើងចិញ្ចឹមហ្នឹងឲ្យបានដិតដល់ហើយបើសិនជាមានករណីដែលសត្វរបស់យើងសង្ស័យថាឈឺពុកម៉ែបងប្អូនចាំបាច់ណាស់ត្រូវតែបំបែកវាចេញហើយផ្ដល់ទឹកវាបានគ្រប់គ្រាន់ទៅខ្ញុំគិតថាការចិញ្ចឹមដោយយកចិត្តទុកដាក់បែបនេះគឺពុកម៉ែបងប្អូនប្រកាសជាចំណេញហើយអ្វីដែលខ្ញុំចង់និយាយនៅក្នុងវីដេអូនេះគឺថានៅពេលដែលពុកម៉ែបងប្អូនមានចំការមានអីគ្រប់គ្រាន់បែបនេះគឺពុកម៉ែបងប្អូនគឺលែងជាលក្ខណៈប្រពៃណីគឺខ្ញុំឲ្យឈ្មោះថាពាក្យកណ្ដាលប្រពៃណីពីព្រោះថាពុកម៉ែបងប្អូនប្រជាកសិករដែលគាត់មានចំការស្វាយចន្ទីហើយគាត់ចិញ្ចឹមគោបែបនេះគឺគាត់មិនពិបាកនៅក្នុងការចំណាយទៅលើថ្លៃដើមនៃការផលិតដែលពិសេសនោះគឺចំណីតែម្ដងគឺគាត់មិនពិបាកនៅក្នុងការចំណាយទៅលើចំណីដើម្បីផលិតបានជាសាច់សម្រាប់នឹងលក់នោះទេគឺគាត់មានតែកម្លាំងពលកម្មដែលគាត់នឹងដេញយកទៅទុកនៅឯចំការគាត់តែម្ដងតែប៉ុណ្ណោះហើយវីដេអូរបស់ខ្ញុំក៏មិនមានអ្វីច្រើនដែរខ្ញុំបាទសូមធ្វើការសរុបឡើងវិញមិនថាពុកម៉ែបងប្អូនប្រជាកសិករដែលគាត់ចិញ្ចឹមគោជាលក្ខណៈគ្រួសារតាមបែបប្រពៃណីនិងពុកម៉ែបងប្អូនចិញ្ចឹមគោជាលក្ខណៈពាក់កណ្ដាលអាជីវកម្មក៏ដោយពុកម៉ែបងប្អូនចាំបាច់ណាស់ត្រូវតែធ្វើការមើលថែសត្វរបស់យើងឲ្យបានដិតដល់ដោយយើងធ្វើការចាក់វ៉ាក់សាំងទៅតាមចំនួនដូសឲ្យបានគ្រប់គ្រាន់ទើបពុកម៉ែបងប្អូនកសិករចិញ្ចឹមទៅមិនមានហានិភ័យនៅក្នុងការខាតបង់ដែលបណ្ដាលមកពីជំងឺផ្សេងអញ្ចឹងវីដេអូរបស់ខ្ញុំក៏មកដល់ទីបញ្ចប់ខ្ញុំបាទសូមធ្វើការអរគុណពុកម៉ែបងប្អូនប្រជាកសិករដែលស្រឡាញ់នៅវីដេអូរបស់ខ្ញុំសូមពុកម៉ែបងប្អូនកុំភ្លេចជួយចុច Subscribe ក៏ដូចជាដាក់សញ្ញារូបកណ្ដឹងដើម្បីលើកទឹកចិត្តដល់ខ្ញុំបាទឲ្យធ្វើការផលិតនៅវីដេអូថ្មីបន្តទៀតខ្ញុំបាទសូមធ្វើការអរគុណសូមគោរពជម្រាបលា